នៅក្នុងនីតិកាលទី7នៃរដ្ឋាភិបាលមានភារកិច្ចបន្តថែរក្សាសមិទ្ធផលចាស់និងបង្កើតសមិទ្ធផលថ្មីដើម្បីនាំមកនូវវិបលភាពរួមដល់ជាតិមាតុភូមិទាំងមូលជាមួយនឹងភារកិច្ចដ៏ធំធេងនេះរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1ដែលបានកំណត់នៅបាវចនា5គឺកំណើនការងារសមត្ថភាពប្រសិទ្ធភាពនិងចីរភាពនិងកំណត់អត្ថប្រយោជន៍គន្លឹះចំនួន5គឺមនុស្សផ្លូវទឹកភ្លើងនិងបច្ចេកវិទ្យាសម្រាប់ការងាររបស់ខ្លួនក្នុងនីតិកាលទី7នៃរដ្ឋសភាដើម្បីសម្រេចបាននូវក្តីសង្ឃឹមនិងការចង់បានរបស់ប្រជាពលរដ្ឋទូទាំងប្រទេសនៅក្នុងន័យនេះដើម្បីបន្តខិតខំសម្រេចបាននូវគោលដៅនៃគោលនយោបាយនិងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលការគៀកោប្រមូលចំណូលពន្ធទាំងផ្នែកពន្ធផ្ទៃក្នុងពន្ធគយគឺជាការចាំបាច់ក្នុងការចូលរួមចំណែកគាំទ្រដល់កិច្ចដំណើរការនៃការវិវត្តសង្គមសេដ្ឋកិច្ចជាតិនៅក្នុងទសវត្សរ៍ចុងក្រោយនេះជាមួយនឹងកំណើនសេដ្ឋកិច្ចខ្ពស់ចំណូលពន្ធដារនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ដែលការនេះបានអនុញ្ញាតឲ្យរដ្ឋាភិបាលមានលទ្ធភាពក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ដូចជាផ្លូវថ្នល់ស្ពានអគារសាលារៀនមន្ទីរពេទ្យជាដើមនៅទូទាំងប្រទេសចំណូលពន្ធដារក៏បានអនុញ្ញាតឲ្យរដ្ឋាភិបាលអាចគៀកោទុនបម្រុងជាប្រាក់សន្សំសម្រាប់ប្រើប្រាស់នៅក្នុងការអនុវត្តវិធានការនានាដើម្បីជំនះនៅរាល់បញ្ហាប្រឈមនិងអាចសម្របខ្លួនទៅតាមការប្រែប្រួលនៃសភាពការក្នុងតំបន់និងសកលលោកដែលបានកើនឡើងជាបន្តបន្ទាប់សម្ដៅការពារអធិបតេយ្យភាពបូរណភាពទឹកដីរក្សាលំនឹងជីវភាពប្រជាជនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចព្រមទាំងប្រែក្លាយបញ្ហាទាំងអស់ទាំងនោះទៅคล้ายទៅជាកលានុវត្តភាពសម្រាប់ប្រទេសជាតិ